សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នៃ Chen Learning ថ្ងៃនេះយើងមានបទល្មើសមួយដែលសនិយាយគឺ AI របស់ Google ដែលទើបតែចេញដោយប្រើប្រាស់ការ generate video V3 អញ្ចឹងយើងមកដឹងអំពីសមត្ថភាពរបស់ AI ថ្មីនេះវាមានភាពខ្លាំងប៉ុណ្ណាអាច generate video បានពិតប៉ុណ្ណាតោះអញ្ចឹងកុំឲ្យខាតពេលយូរមកតាមទស្សនាជាមួយខ្ញុំទាំងអស់គ្នាជាដំបូងបងប្អូនចូលមកកាន់ website នេះមកបញ្ជាក់បងប្អូនត្រូវតែប្រើ account Pro ដោយសារបងប្អូនដឹងហើយGoogle គេបង្កើតឲ្យសិស្សនៅសហរដ្ឋអាមេរិកប្រើ free រយៈពេល15ខែអញ្ចឹងបងប្អូនដែលអត់ទាន់បាន create account ទេអាចចូលមើលវីដេអូខ្ញុំមុនបានខ្ញុំធ្វើវីដេអូហ្នឹងហើយអូខេអញ្ចឹងរបស់ខ្ញុំនេះគឺឈរនឹងកាន់ version Pro អូខេអញ្ចឹងបងប្អូនកន្លែងនេះបងប្អូនមាន3ជម្រើសយើងអានេះសម្រាប់ការសំណួរចម្លើយអានេះជាឯកសារហើយនេះសម្រាប់ generate video អញ្ចឹងបើបងប្អូនចង់ generate video បងប្អូនចុចនៅលើ video មកអូខេបន្ទាប់មកយើង describe video របស់យើងអញ្ចឹងហើយប្រាប់ឯនេះឲ្យគំនិតក្នុងជីវិតចាំថ្ងៃទៅ8 second generate អញ្ចឹងណាអូខេអញ្ចឹងសម្រាប់ខ្ញុំដាក់ view ក្នុងបូកូបំពតview of ក្នុងបូកូបំពតអូខេអញ្ចឹងយើង submit មកអូខេវីដេអូនេះវាត្រូវការចំណាយពេល3ទៅ5នាទីដើម្បី generate អញ្ចឹងបងប្អូនសូមធ្វើការចាំបន្តិចទៅអូខេបងប្អូនឥឡូវវាចេញមកហើយវីដេអូយើង generate មិញហ្នឹងសាក play វាសិនអូខេបងប្អូនអាចមើលសាច់វីដេអូបានគឺថាមកខៃផ្សេងយ៉ាងដូចពិតតែម្ដងអញ្ចឹងភាពខុសគ្នារវាង V2 និង V3 នេះគឺ V3 គាត់អាច generate សំឡេងបានបើ V2 អត់បានទេបានតែវីដេអូទេហើយញ៉ាវីដេអូបង្កើតប៉ុណ្ណឹងអាហ្នឹងស៊ីសងលើយើង comment ដើម្បីឲ្យ AI បង្កើតទេយើងទៅសេលម្អិតចង់បាន scene បែបមិនចឹងណាអូខេឥឡូវឧទាហរណ៍ថាខ្ញុំចង់បាន scene ដើម្បីធ្វើវីដេអូ part ចឹងណាចឹងខ្ញុំឲ្យ AI បង្កើតជា3 part ឲ្យខ្ញុំអូខេចឹងឲ្យគាត់បង្កើតជា3មកដើម្បីយើងឲ្យ AI ហ្នឹង generate ជាភាគឲ្យយើងចឹងណាដើម្បីយកទៅបង្ហោះអូខេនេះអូខេអញ្ចឹង part 2 part 3ចឹងអញ្ចឹងបងប្អូនគ្រាន់តែ copy prompt នេះទៅដាក់នៅកន្លែង generate មិញទៅអញ្ចឹងបានហើយយើងអាចបង្កើតវីដេអូបានអញ្ចឹងបងប្អូនអូខេអញ្ចឹងបងប្អូនអាចសាកដោយខ្លួនឯងបានវាអត់អីទេងាយស្រួលទេមករៀនប្រើប្រាស់ AI ទៅយើងឆ្ងល់អីសួរ AI ទៅអាចថាសម័យនេះហើយគឺ AI អាចជួយយើងច្រើនយើងត្រូវចេះយក AI មកធ្វើជាប្រយោជន៍បងប្អូនអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនមាន channel អ្វីអាច comment ខាងក្រោមបានជួបជាមួយខ្ញុំនៅវីដេអូក្រោយទៀតអរគុណ